Lộn cha không ơi Chồn cha không ơi Còn phía đây tôi đây Lộn cha không ơi Nó gái quân viên tôi Chào đón tôi Lộn cha không có sao sao đây Lộn cha không ơi Chào lại luôn Thôi lươn Lươn là cha bảo thế hả Hãy khai ơi Lùm cha Hãy cỡ cái nước mình là Lúc trong sòng sắc chẳng cái thống Còn toàn nhiệt về đây Xâm lập khmer Anh áp áo cái điều là lùm cha Bố Hồ Lan Ngày này cứ giữ một sòng sắc Nè đã ăn miên bẹp bọn Bởi chỗ mà trao thể sẵn aiสำหรับองค์พระរបស់យើងឯណាក៏មិនរបស់ឯងឆាប់បញ្ចេញកំបិតមកភ្លាមប្រើចានអាចសម្លាប់មនុស្សបានដែរឯងមិនសមជាអ្នកខ្លាំងទេលោកម្ចាស់ខ្ញុំសូមបងលោកម្ចាស់កុំធ្វើបាបកូនប្រុសខ្ញុំអីគេជាកូនប្រុសរបស់ឯងអ្នកដែលបានស្លាប់គឺជាប្អូនធម៌របស់យើងជាជីវិតប្អូនប្រុសរបស់យើងឯងគិតចាំមិនទៅលោកម្ចាស់ទីពីបង្ខំកូនស្រីខ្ញុំទើបមានរឿងចឹងកើតឡើងខ្ញុំលើកជង្គង់សម្បល់លោកចុះសូមលោកអត់ទោសពួកខ្ញុំផងទៅលោកម្ចាស់គឺជីវិតមនុស្សឯងលើកជង្គង់សុំទោសយើងស្មានថាគេអាចរស់ឡើងវិញខ្ញុំជាអ្នកសម្រាប់លោកម្ចាស់ទីពីចង់សម្រាប់ខ្ញុំមកចុះជីវិតពួកឯងទាំង3នាក់មិនគ្រប់សម្រាប់សងជីវិតប្អូនប្រុសយើងនោះទេលោកម្ចាស់ធំមិននិយាយរកខុសត្រូវប្រកែកយកឈ្នះលោកម្ចាស់អធិស្ឋានបានអធិស្ឋានទៅឯងមិនចាំបាច់និយាយច្រើនទេនៅតាមមកអ្នកណាហ៊ានប៉ះពាល់មនុស្សរបស់យើងគឺត្រូវតែស្លាប់លបងឆាប់កិច្ចទៅជាលឿនណាស់ចាហើយក៏យើងមកហើយតើអ៊ុយសៀយើងមកហើយកុំលុតជង្គង់ចាប់បញ្ចេញក្បិតមកលោកម្ចាស់ថងស្លាប់ហើយចាប់ចាប់ចាប់យើងស្លាប់ហើយតាអ៊ីសៀទៅអស់ចាំមែតាអ៊ីសៀយើងគឺតាអ៊ីសៀស្លាប់ហើយអូហូចាតាអ៊ីសៀពិតជាខ្លាំងត្រូវហើយណាអូយយ៉ាប់មែននៅពេលនោះណាខ្ញុំភ័យស្ទើរលួសពលឹងទៅហើយក៏តែតាអ៊ីសៀមកតាន់ពេលនោះហើយក៏ពិតជាមិនរស់ទេខ្ញុំថាក្រៅពីតាអ៊ីសៀនឹងមានហួរឡើងទៀតហួរឡើងគេមានសច្ចធម៌ណាស់ទីមួយគេមិនចេះវិជាគុណហើយទីពីរគឺគេមិនចូលចិត្តលេងកាប់បិទ
ទេត្រូវគេមិនជួយចរារឿងជាងធ្វើប្រដាប់ជើងសេះអាចធៀបជាមួយគេមិនបានទេត្រូវឲ្យមិនអាចធៀបជាមួយគេបានទេខុសគ្នាឆ្ងាយណាស់មិនតាអ៊ីស៊ីរកខ្ញុំលឺថាមានក៏បិទមិសាសង្ស័យអូយខ្ញុំសង្ស័យថាគេនោះគឺហួសិនឡុងកាជាង10ឆ្នាំមុននោះហើយ ពិតមែនហើយ គេជាស្អីមិនចាំបាច់ខ្វល់ទេខ្ញុំថាឲ្យតែអាចចាត់ការលោកម្ចាស់ធំហើយនឹងលោកម្ចាស់ទី2បានមកទៀតថ្ងៃក្រោយស្រុកសានឈីរបស់ពួកយើងប្រកាសជាបានសេចក្តីសុខជាមិនខាននោះទេណាមកយើងផឹកស្រាបន្តដល់ខ្ញុំសិនណាតើអ៊ីស៊ីជាអ្នកមានគុណនៅស្រុកសានឈីពួកយើងស្រាប់អាចារ្យនេះជួនអ្នកមានគុណដល់សារដល់ចឹងចាក់ឲ្យពេញតែមកផឹកមកត្រពូសំជើញមកទៀតហើយចាក់មករាជការប្រកាសជាស្រាវជ្រាវអ្នកសម្លាប់លោកម្ចាស់ ចឹង ពួកឲ្យបិទមាត់ទៅបើសិនជាណាហ៊ានលួចប្តឹងរាជការថាតើអ៊ីស៊ីជាគិតកខ្ញុំនឹងដេញចេញពីស្រុកសានឈីអ្នកណាក៏ដោយខ្ញុំប្រាប់មុនអ្វីក៏មិនឃើញពេញជឺ មិនហើយពេញជឿទៅណាហើយ អ្វីឯណាពុករបស់ឯងគេទៅណាបាត់ហើយត្រូវហើយ ពុកខ្ញុំភ័យពេកមិនហ៊ានចេញមកទេគាត់នៅក្នុងផ្ទះធ្វើម្ហូបឲ្យបងប្អូន ធ្វើមកហូប ពិតមែនហើយថ្ងៃនេះពេញជឺភ័យលុបព្រលឹងសឹងស្លាប់ទៅឲ្យពួកឲ្យឃើញទេពេញជឺឃើញលោកម្ចាស់ធម្មដល់គេក៏លុតជង្គង់លើកដៃសំពះតែម្ដង គេខ្លាចកុំសើចសម្ដីពេញជឺនិយាយជាមួយលោកម្ចាស់ធំថ្ងៃនេះមិនដូចពីមុនទេនេះជាលើកទី1ហើយខ្ញុំលឺថាធ្វើតែគេលុតជង្គង់ប៉ុន្តែគេមិនមែនខ្លាចលោកម្ចាស់ធំនោះទេហើយកុំនិយាយច្រើនពេកខ្ញុំផឹកចាក់មករបស់អានេះ បងប្រុសផ្ទះពួកយើងខាន់អ៊ូអយូហើយ ត្រូវហើយខានអ៊ូអយូមកហើយ លោកម្ចាស់ធំយកកំបិតដាក់លើស្មាបងមិនខ្លាចទេ បងមិនខ្លាចទេ ខ្ញុំភ័យលួព្រលឹងអស់ទៅហើយក ុំខ្លាចហ៎ បងប្រុសបើសិនជាបងមានគ្រោះថ្នាក់មែនចុះខ្ញុំគិតយ៉ាងម៉េចពុកគិតយ៉ាងម៉េចបងប្រុសឥឡូវនេះខ្ញុំយល់ហើយហេតុអីម្នាក់ចង់ធ្វើជាអ្នកខ្លាំង នេះគឺជាគំនិតកូនប្រុស បងចង់ធ្វើជាអ្នកខ្លាំងដែរ កត់ហើយបងចង់ធ្វើអ្នកខ្លាំងបើសិនជាមិនខ្លាំងត្រូវគេមើលងាយធ្វើបាប ពុកពិតជាក្លាហានណាស់សូម្បីតែលោកចៅវាយស្រងក៏សរសើរពុកដែរ មែនហើយលោកចៅវាយស្រុកសរសើរពុកពួកយើងពិតជាអស្ចារ្យខ្លាំងណាស់ពុកកិច្ចរួចពីលោកម្ចាស់ធំថ្ងៃក្រោយបងត្រូវរៀនតាមពុកយកពុកធ្វើជាគំរូហើយ បងប្រុសខ្ញុំមិនចង់ឲ្យបងចេះវិជាគុណទេ ហេតុអី ពីមុនពុកប្រាប់ពួកយើងឲ្យរស់នៅដោយស្ងៀមស្ងាត់ហើយ អាម៉េចតើអូនព្រមធ្វើប្រពន្ធបងទេ អ្នកស្រុកដឹងថាពួកយើងជាបងប្អូនបើសិនជា